ឃាតករម្នាក់ដែលរស់នៅដូចជាមនុស្សធម្មតាមានគ្រួសារមានកូននិងជាសមាជិករបស់ព្រះវិហារប៉ុន្តែក្រោយស្បែកមុខដ៏ស្ងប់ស្ងាត់នោះគាត់គឺជាឃាតករដែលសម្លាប់មនុស្សជាច្រើនគាត់ត្រូវបានគេស្គាល់ថា BTK Killer BTK Killer គឺជាឃាតកម្មដែលគួរឲ្យភ័យខ្លាចបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិកឃាតករនេះធ្វើឲ្យមនុស្សភ័យខ្លាចអស់ជាច្រើនសតវត្សនៅទីក្រុង Wichita ក្នុងរដ្ឋ Kansas ពាក្យ BTK មានន័យថា Bird Total Kill ដែលជាភាសាខ្មែរហៅថាចងធ្វើទារុណកម្មសម្លាប់ដែលជាវិធីដែលគាត់ប្រើជាមួយជនរងគ្រោះDanny Ryder កើតនៅឆ្នាំ1945នៅខាងក្រៅមើលទៅគាត់ដូចជាមនុស្សធម្មតាខ្លាំងណាស់មានប្រពន្ធមានកូនធ្វើការជាបុគ្គលិកសន្តិសុខនិងជាសមាជិករបស់ព្រះវិហារក្នុងសហគមន៍មនុស្សជុំវិញគាត់មិនដែលគិតថាគាត់មានជីវិតដ៏អាក្រក់លាក់ខ្លួនបែបនេះឡើយនៅឆ្នាំ1974គាត់បានលបចូលទៅក្នុងផ្ទះគ្រួសារមួយឈ្មោះ Otero នៅរដ្ឋ Wichita ជនរងគ្រោះមានចំនួន4នាក់គាត់បានចងនិងសម្លាប់ពួកគេនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ការសម្លាប់នេះធ្វើឲ្យទីក្រុងទាំងមូលមានការភ័យខ្លាចប៉ុន្តែរឿងដែលធ្វើឲ្យប៉ូលីសភ្ញាក់ផ្អើលគឺក្រោយមកគាត់បានផ្ញើសម្បត្តិទៅអ្នកកាសែតប្រាប់ថាគាត់គឺជាឃាតករក្នុងសម្បត្តិនោះគាត់បានស្នើឲ្យគេហៅគាត់ថា BTK Killer ក្រោយពីសម្រាប់ជនរងគ្រោះជាច្រើនគាត់បានប្រាប់ព័ត៌មានលម្អិតអំពីឃាតកម្មនិងសើចំអកទៅប៉ូលីសគាត់ចង់ឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចនិងនិយាយអំពីគាត់ចន្លោះឆ្នាំ1974ដល់1991 BTK បានសម្លាប់មនុស្សជាង10នាក់គាត់ជ្រើសរើសជនរងគ្រោះនិងតាមដោយស្ងាត់ៗហើយសង្កេតពួកគេជាច្រើនថ្ងៃមុនធ្វើសកម្មភាពវិធីរបស់គាត់គឺតាមដានជនរងគ្រោះចូលទៅក្នុងផ្ទះចាប់ចងជនរងគ្រោះនិងសម្លាប់ក្រោយពីធ្វើឃាតកម្មរួចគាត់រស់នៅបន្តជាមនុស្សធម្មតាដូចគ្មានអ្វីកើតឡើងក្រោយឆ្នាំ1991 BTK បានបាត់ខ្លួនជាសាធារណៈមនុស្សជាច្រើនគិតថាគាត់ស្លាប់ឬក៏ប្តូរទីកន្លែងរស់នៅឬក៏គាត់ឈប់សម្លាប់អស់រយៈពេលជាង30ឆ្នាំប៉ូលីសមិនអាចរកឃើញគាត់ឃើញឡើយឆ្នាំ2004 BTK បានផ្ញើសម្បត្តិម្ដងទៀតទៅប៉ូលីសក្រោយមកគាត់បានផ្ញើ hard disk មួយទៅប៉ូលីសបានពិនិត្យ data នៅក្នុង hard disk ហើយរកឃើញឈ្មោះ Danny Ryder នេះគឺជាកំហុសធំបំផុតរបស់គាត់ធ្វើឲ្យគេចាប់គាត់បាននៅឆ្នាំ2005ប៉ូលីសបានចាប់ខ្លួន Danny Ryderនៅក្នុងតុលាការគាត់បានសារភាពលម្អិតអំពីឃាតកម្មទាំងអស់តុលាការបានផ្តល់ទានទោសឲ្យគាត់ជាប់ពន្ធនាគារអស់ជីវិត10ដងមានន័យថាងាប់ហើយកើត10ដងទៀតបានអស់ទោសដែលគ្មានឱកាសដោះលែងរឿង BTK គួរឲ្យភ័យព្រោះឃាតកររស់នៅដូចធម្មតាគេចាប់បានក្រោយជាង30ឆ្នាំគាត់លេងសើចជាមួយប៉ូលីសនេះធ្វើឲ្យរឿងនេះក្លាយជាឃាតកម្មដ៏ល្បីមួយក្នុងប្រវត្តិសាស្ត្រ